សូមចម្រើនពរថ្ងៃនេះគឺជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងហើយថ្ងៃនេះគឺជាថ្ងៃវិរៈអស័កថ្ងៃទី3ថ្ងៃនេះព្រះសង្ឃគ្រប់អង្គក៏បានរៀបចំនូវគ្រឿងសក្ការៈមានផ្កាជាដើមដើម្បីត្រៀមនឹងថ្វាយនៅគ្រឿងសកុតវរីស្រស់ស្របព្រះសម្មាសម្ពុទ្ធក្នុងពេលឥឡូវនេះថ្ងៃនេះគឺជាថ្ងៃចូលឆ្នាំថ្ងៃទី3ហើយជាថ្ងៃបញ្ចប់នៅកម្មវិធីបុណ្យចូលឆ្នាំថ្មីនេះផងដែរក្នុងរយៈពេលមួយថ្ងៃនេះដល់ថ្ងៃរសៀលគឺចប់នៅបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះហើយក្នុងវេលានេះគឺសង្ឃគ្រប់អង្គគង់តែសូត្រធម៌ជាយន្តោដើម្បីស្វែងស្រាប់នៅគុណដវរីស្រង់ទឹកព្រះក្នុងពេលគ្រាឥឡូវនេះញាតិញោមពុទ្ធបរិស័ទឃើញហើយតាំងចិត្តជ្រះថ្លាអនុមោទនាទទួលយកបុណ្យកុសលដូចគ្នាសូមអនុមោទនាហើយញាតិញោមពុទ្ធបរិស័ទថ្ងៃនេះបានចេញមកស្រង់ព្រះគ្រប់គ្នាដែរទេបងយើងមួយឆ្នាំមានតែម្ដងដែរគឺយើងចេញមកមកធំញ៉ាំមកដើម្បីស្រង់ទឹកព្រះនេះជាទំនៀមទម្លាប់យើងតាំងពីដើមមកតែមកចូលឆ្នាំថ្មីគឺមានកម្មវិធីស្រង់